ในตอนนี้นะครับได้จำได้คือแท็บเล็ตทำไมเราบอกคำมัน Honor คือ Honor Pad X9a แต่คำมันเอาชมพูแท็บเล็ตก่อนการแล็ปท็อปแท็บเล็ตนี่คือวิมินตัวผมเอกลักษณ์เราเราตึกดอกมวยจิตปรามเองบางให้เครื่องกำเนิดปีจิตปรามเคมีสปีกเกอร์สเตอร์เราตึกบุญกรอบไอ้ปราบจมูกหนึ่งซิมการ์ดดำใบดำนาการอินเทอร์เน็ตบ้านมีแรมเราตึกดอกปรามวยจิกะไบหนึ่งตัวผมตกปี150ปรามวยจิกะไบตัวผมทั้งหมดเราตึกปรามใบปอนใบ100มิลลิแอมเปียร์เมาส์หนึ่งเฉพาะการสร้าง30ปรามวันหากคำมัน Honor กับบ้านเพื่อการประกาศทายวิคือจิตแท็บเล็ตดำโบสำหรับเพื่อการปราบ AI ฝั่งใด Honor Pad X9a นี่คือวิดีไซน์มาบ้านสะอาดคือวิฮับแนนវាមើលទៅមមល្អមែនទែននៅផ្នែកខាងក្រោយយើងឃើញមាន logo Honor និងមានកាមេរ៉ាមួយគ្រាប់ដែលមានទំហំ8 megapixel aperture 2.0 ដោយសារតែវាជា tablet ទំហំ11.5 inch អញ្ចឹងហើយកាមេរ៉ាអាចដាក់នៅ side ខាង portrait បឆោទេអញ្ចឹងគេដាក់នៅចំកណ្ដាលតែម្ដងងាយស្រួលមែនទែនហើយសម្រាប់ប៊ូតុងដំឡើងនិងបន្ថយសំឡេងក៏ដូចជាប៊ូតុង power គឺគេដាក់នៅផ្នែកខាងលើដូចគ្នា Honor Pad X9a នេះវាមិនមែនត្រឹមតែអាចធ្វើការប្រើប្រាស់ត្រឹមតែ Wi-Fi នោះទេយើងក៏អាចធ្វើការប្រើប្រាស់ជាមួយនឹង SIM card ផងដែរដែលយើងអាចប្រើប្រាស់ដំណើរការ SIM card ចំនួន2ឬក៏ដំណើរការជាមួយនឹង SIM card 1បន្ថែម memory card ផងដែរអញ្ចឹងក្នុងករណីគិតថាទំហំផ្ទុកប៉ុណ្ណេះយើងអាចប្រើប្រាស់គ្រប់គ្រាន់ទេយើងអាចបន្ថែម memory card បានដូចគ្នាចំពោះអេក្រង់គឺវាមានទំហំរហូតដល់ទៅ 11.5 inch បង្ហាញក្នុងកម្រិត2508គុណនឹង1504 pixel វាបង្ហាញក្នុងកម្រិត 2.5K យើងអាចមើល YouTube អូ TikTok និងលេងហ្គេមកម្សាន្តផ្សេងៗបានដោយរលូនជាមួយនឹង refresh rate រហូតដល់ទៅ 120Hz បន្ថែមទៀតអេក្រង់នេះក៏ទទួលបានវិញ្ញាបនបត្រពីប្រទេសស្វីសថែមទៀតផង Honor Pad X9a នេះក៏ទទួលបានការតេស្តសាកល្បងអំពីកម្រិតភាពធន់របស់វាផងដែរដែលក្រុមហ៊ុនអះអាងថាវាគឺជា tablet ដែលមានភាពរឹងមាំធន់ជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃហើយគេបញ្ជាក់ទៀតថាអេក្រង់នេះគឺជាអេក្រង់តាំងដូចគ្នាចំពោះកម្លាំងម៉ាស៊ីន Honor Pad X9a នេះគឺប្រើប្រាស់ជាមួយនឹង chip Snapdragon 685 ទំហំ6 nanometer ហើយ model ដែលខ្ញុំទទួលបាននេះគឺមានទំហំ RAM 8GB ហើយមាន RAM ជំនួយនឹង 8GB ទៀតអញ្ចឹងទាំងអស់ 16GB ហើយវាមានទំហំផ្ទុក 256GB បច្ចុប្បន្ននេះអាចយើងធ្វើការប្រើប្រាស់នៅកម្មវិធីមួយចំនួនអាចយើងធ្វើការកម្សាន្តប្រើប្រាស់កម្មវិធីផ្សេងៗគឺអាចថាទទួលយកបានខ្ញុំបានធ្វើការតេស្តសាកល្បងលេងហ្គេមជាច្រើនផងដែរនៅលើ tablet មួយនេះឃើញថាវាអាចដំណើរការបានទាំង Data Force ដែលជាហ្គេមប្រភេទកម្រិតធំមួយគឺវាអាចដំណើរការបានរលូនល្អក្នុងកម្រិត setting មធ្យមមួយហើយសម្រាប់ game ផ្សេងទៀតក៏វាអាចដំណើរការបានផងដែរ Honor Pad X9a នេះគឺមានជាមួយនឹង AI សម្រាប់ធ្វើការប្រើប្រាស់ផងដែរដែលគេឲ្យឈ្មោះថា Honor AI Note feature មួយនេះគឺយើងធ្លាប់ឃើញនៅក្នុងទូរស័ព្ទដៃ Honor 400មកហើយ Honor AI Note គឺជាកម្មវិធីមួយដែលយើងអាចធ្វើការ note មិនត្រឹមតែ text ទេគឺយើងអាចធ្វើការ note ទាំងសំឡេងបានហើយសំឡេងនោះទៀតសោតគឺយើងអាចធ្វើការ convert ជាភាសាអង់គ្លេសឬក៏អាចធ្វើការ convert ជា text បានយើងអាច copy ប្រើប្រាស់ដោយមិនចាំបាច់សរសេរឡើងវិញនោះទេចំពោះកម្មវិធីកាត់តវីដេអូគឺយើងអាចប្រើប្រាស់កម្មវិធីមួយដែលមានឈ្មោះថា CAT ដែលជាកម្មវិធីរបស់ក្រុមហ៊ុន Honorតែម្ដងអញ្ចឹងកម្មវិធីនេះគឺអាចឲ្យយើងធ្វើការប្រើប្រាស់នៅ feature ជាច្រើនស្តីងទៅនឹង CapCut ផងដែរប៉ុន្តែវាមានជាមួយនឹង template ជាច្រើនក៏ដូចជា feature ជាច្រើនឲ្យយើងធ្វើការប្រើប្រាស់ដូចជា text គឺយើងអាចធ្វើការជ្រើសរើស text pop up ច្រើនមែនទែនហើយសម្រាប់ template គឺយើងអាចជ្រើសរើស template ជាច្រើនសម្រាប់ធ្វើការយកមកកែរូបភាពឬក៏ edit video របស់យើងចំពោះការប្រើប្រាស់កម្មវិធី Office នៅក្នុងនេះគឺយើងអាចដំណើរការបានជាមួយនឹងកម្មវិធី Honor Doc នៅក្នុងនេះគឺយើងអាចធ្វើការប្រើប្រាស់ស្តីងទៅនឹង computer laptop ដែលយើងកំពុងតែប្រើប្រាស់ដែរមាន feature ទាំងអស់ទាំងការដូរ font ការកំណត់ layout និងការកំណត់នៅរូបភាពជាច្រើនផ្សេងទៀតហើយយើងក៏អាចធ្វើការជ្រើសរើស font តាមតម្រូវការរបស់យើងថែមទៀតផងហើយសម្រាប់កម្មវិធីទាំងមូលទាំងកម្មវិធីកាត់តវីដេអូហើយនិងកម្មវិធីសម្រាប់ធ្វើការប្រើប្រាស់ Office ទាំងអស់នេះគឺយើងអាចធ្វើការប្រើប្រាស់ដោយឥតគិតថ្លៃនិងអត់មានដែនកំណត់នោះទេ Honor Pad X9a នេះគឺមាន speaker រហូតដល់ទៅ4គ្រាប់ជាប្រភេទ stereo speaker ដែលអាចជះសំឡេងបានឮខ្លាំងមែនទែនហើយសំខាន់នឹងសំឡេងវាអាចប៊ូសបានរហូតដល់ទៅ 200% និយាយមែន speaker នេះគឺវាឮខ្លាំងល្អដែលខ្ញុំបានធ្វើការតេស្តហើយគឺវាឮខ្លាំងនៅក្នុងបន្ទប់នេះគឺងុំល្អមែនទែនវាឮខ្លាំងមិនមែនឮបែបរ៉ែទេគឺឮបែបងុំល្អមែនទែនមួយវិញទៀត tablet មួយនេះគឺមានទម្ងន់អាចថាមិនធ្ងន់ខ្លាំងនោះទេត្រឹមតែ475ក្រាមតែប៉ុណ្ណោះហើយកម្រាស់របស់វាត្រឹមតែ 6.77 មីលីម៉ែត្រតែប៉ុណ្ណោះអញ្ចឹងហើយវាល្មមមែនតើសម្រាប់ធ្វើការកាន់ប្រើប្រាស់ទូទៅជាមួយនឹង keyboard នេះផ្ទាល់ក៏បានឬក៏ប្រើប្រាស់តន្ត្រីក៏បានដែរនៅពេលលេងហ្គេមគឺខ្ញុំដោះ cache នេះចេញហើយសម្រាប់លេងព្រោះវាមានភាពងាយស្រួលជាងសម្រាប់ប្រើប្រាស់ក្នុងការប៉ះបញ្ជាហើយសម្រាប់ការប្រើប្រាស់នៅការបំពេញឯកសារផ្សេងៗខ្ញុំអាច connect ជាមួយ keyboard នេះដើម្បីធ្វើការប្រើប្រាស់បាន keyboard មួយនេះគឺវាដំណើរការទាំងភាសាខ្មែរនិងភាសាអង់គ្លេសយើងអាចធ្វើការប្រើប្រាស់វាដើម្បីសរសេរជាភាសាខ្មែរនៅលើ keyboard នេះបានហើយ keyboard នេះផ្ទាល់ក៏អាចដំណើរការជាមួយនឹង shortcut ដូចទៅនឹង computer យ៉ាងដែរយើងអាចប្រើប្រាស់ Ctrl C Ctrl V Ctrl A ដើម្បី select all និងប្រើប្រាស់ជាមួយនឹង feature ជាច្រើនផ្សេងទៀតហើយ keyboard មួយនេះក៏មានជាមួយនឹងប៊ូតុង Gemini ផងដែរយើងគ្រាន់តែចុចទៅគឺវានឹងដំណើរការមុខងារ AI ដើម្បីឲ្យយើងធ្វើការ search លើអេក្រង់នឹងផ្ទាល់ឬក៏
យើងអាចធ្វើការបំពេញនៅ text ដើម្បីធ្វើការស្វែងរកនៅប្រភពព័ត៌មានមួយចំនួនបានថែមទៀតផងសម្រាប់អ្នកទាំងអស់គ្នាដែលមានជាមួយនឹងបញ្ហាទៅលើ keyboard អត់ដំណើរការភាសាខ្មែរអ្នកទាំងអស់គ្នាអាចមើលរបៀបដំឡើងក៏ដូចជារបៀបដំណើរការទាំងមូលបាននៅក្នុង QR មួយនេះអញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ទិញជាមួយនឹង tablet Honor X9A នេះអ្នកទាំងអស់គ្នាអាចធ្វើការស្វែងរកនៅតាមបណ្ដាហាងដែលជាដៃគូរបស់ក្រុមហ៊ុន Honor បានហើយជាពិសេសគឺមានការបន្ថែមជូនជាច្រើននៅក្នុងអំឡុងពេលនេះហើយក្រុមហ៊ុន Honor គឺបានធ្វើការបន្ថែមជូនសម្រាប់ការទិញ tablet មួយនេះនៅ keyboard ប៊ិចស្គនការពារក៏ដូចជាកញ្ចប់នៅការប្រើប្រាស់កម្មវិធីពេញមួយជីវិតថែមទៀតផងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ